សួស្តីអ្នកទាំងអស់គ្នាតើចូលរឿងទស្សនាវីដេអូនេះដើម្បីយល់ដឹងពីបញ្ហាសុខភាពជាច្រើនហើយអាចធ្វើឲ្យពួកយើងឈ្នះរង្វាន់ជាច្រើនពីកម្មវិធីផងដែរតែដឹងថានៅពេលបច្ចុប្បន្នការធ្វើតេស្តឈាមរោគមេរោគអេដហ្នឹងវាពិតជាងាយស្រួលមែនតើគឺឲ្យពួកយើងហ្នឹងអាចធ្វើតេស្តរោគមេរោគអេដដែលខ្លួនឯងបានទូទាំងពិភពលោកហើយនៅប្រទេសកម្ពុជាយើងក៏ផ្ដល់ជូននូវសេវាកម្មធ្វើតេស្តរោគមេរោគអេដដែលខ្លួនឯងបានដូចគ្នាផងដែរហើយការធ្វើតេស្តរោគមេរោគអេដដែលខ្លួនឯងហ្នឹងគឺជាសេវាកម្មថ្មីមួយបន្ថែមទៀតសម្រាប់ក្រុមប្រជុំខ្ពស់ឬក៏ក្រុមលាក់មុខដើម្បីឲ្យពួកគាត់ក្លាហានទៅធ្វើតេស្តដើម្បីដឹងពីស្ថានភាពរបស់ខ្លួនឯងត្រូវដឹងថានៅប្រទេសកម្ពុជាការឆ្លងរីករាលដាលនៃមេរោគអេដកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះហើយត្រូវតែប្រុងប្រយ័ត្នពិសេសត្រូវធ្វើតេស្តរៀងរាល់6ខែម្ដងដើម្បីដឹងពីស្ថានភាពរបស់ខ្លួនឯងហើយការធ្វើតេស្តរោគមេរោគអេដខ្លួនឯងគឺវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាឲ្យយើងយល់ដឹងពីបញ្ហាសុខភាពជាសាធារណៈចែករំលែកព័ត៌មានទៅដល់មិត្តភ័ក្តិយល់ដឹងពីស្ថានភាពរបស់ខ្លួនឯងទៅព្យាបាលតាមពេលវេលារក្សាការស្ងាត់ការធ្វើតេស្តរោគមេរោគអេដដែលខ្លួនឯងវាមានការឈឺចាប់ពេលរងចាំត្រឹមតែ20នាទីប៉ុណ្ណោះនឹងដឹងពីលទ្ធផលហើយគ្រាន់តែធ្វើតេស្តសារធាតុនៅក្នុងមាត់ទេឃើញអត់មានការឈឺចាប់ទេហើយរក្សាការសម្ងាត់បាន 100% មែនតើព្រោះមានតែយើងទេដែលដឹងលទ្ធផលមួយនេះកុំភ័យកុំខ្លាចចូលរួមទៅធ្វើតេស្តទាំងអស់គ្នាដើម្បីដឹងពីស្ថានភាពហើយទៅព្យាបាលតាមពេលវេលានិងរៀបចំផែនការជីវិតសារជាថ្មីតោះចូលរួមឆ្លើយសំណួរខាងក្រោមវីដេអូដើម្បីឈ្នះកាសពលទូជាច្រើនពីកម្មវិធីដែលចាប់ពីថ្ងៃទី22ខែសីហាឆ្នាំ2022ដល់ថ្ងៃទី5ខែកញ្ញាឆ្នាំ2022ដោយមិនដេចដែលហៅថាការធ្វើតេស្តរោគមេរោគអេដខ្លួនឯងតើវាមានដំណើរការនិងអត្ថប្រយោជន៍អ្វីខ្លះចូលរួមឆ្លើយសំណួរឲ្យថែកមេពាក់ចំនួន5នាក់